បន្ទាប់ពីបានមើលវីដេអូមុនហើយនេះគឺជាវីដេអូបន្ទាប់ដែលខ្ញុំនឹងនិយាយពីគន្លឹះនៃការចូលប្រឡងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារហើយគន្លឹះយើងអត់សូវមានច្រើនទេដោយសារយើងប្រឡងតែ3មុខវិជ្ជាមានវប្បធម៌ទូទៅគណិតវិទ្យាហើយនិងភាសាបរទេសហើយជំរាបសួរក៏ដូចជាសួស្តីអ្នកនរគ្នាហើយខ្ញុំឈ្មោះប៊ូហ៊ីហើយជាសប្តាហ៍ជានិស្សិតនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារហើយមានអ្នកសួរខ្ញុំថាឲ្យខ្ញុំនិយាយពីរបៀបដែលយើងប្រឡងចូលហើយយើងគួរត្រៀមអីខ្លះសម្រាប់ការប្រឡងនៅវិទ្យាស្ថានហើយយើងខ្ញុំសូមនិយាយ3ចំណុចដែលមួយចំណុចនិយាយពីវប្បធម៌ទូទៅមួយចំណុចទៀតនិយាយពីគណិតវិទ្យាហើយនិងមួយចំណុចទៀតយើងនិយាយពីភាសាបរទេសដល់ចំណុចទី1យើងនិយាយពីវប្បធម៌ទូទៅវប្បធម៌ទូទៅខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាព្យាយាមស្វែងយល់ពីធនាគារជាតិឲ្យបានច្រើនសំណួរពីធនាគារជាតិសំណួរពីរូបិយប័ណ្ណរបស់ប្រទេសនានាដែលនៅក្នុងអាស៊ានជាដើមហើយមានសំណួរមួយដែលតែងតែចេញតាំងពីសិស្សបងជំនាន់មុនក៏គាត់និយាយហើយដល់ពេលជំនាន់ខ្ញុំប្រឡងក៏ពិចេញសំណួរនឹងដែរសំណួរនឹងសួរថាតើនៅពេលហេតុអ្វីបានជាអ្នកជ្រើសរើសយកវិទ្យាស្ថានហ្នឹងហើយនៅពេលដែលបញ្ចប់ពីវិទ្យាស្ថានហ្នឹងអ្នកចង់ទៅធ្វើអីហើយរបៀបថាមិនបានយើងត្រូវតែជ្រើសរើសនៅនឹងទៀតអីអញ្ចឹងណាហើយនិយាយរួមយើងត្រូវស្វែងយល់ឲ្យបានច្រើនពីធនាគារជាតិពីរូបិយប័ណ្ណរបស់ប្រទេសរបស់យើងហើយចំពោះគណិតវិទ្យាយើងរៀនពិបាកដោយសារតែភាគច្រើនគេចេញពីលំហាត់សិប្បកម្មប៉ុន្តែយើងព្យាយាមធ្វើដោះស្រាយឲ្យវាចេញទៅកុំគិតវាសាំញ៉ាំណាបើយើងគិតថាវាសាំញ៉ាំវាប្រកាសជាសាំញ៉ាំហើយគណិតវិទ្យាសម្រាប់ខ្ញុំការខ្ញុំប្រឡងវាអត់សូវពិបាកហ្មងទេដោយសារយើងតបប្រឡងបាក់ឌុបថ្មីផងដែរហើយវាមាន limit វាមាន logarit វារោគដែនកំណត់អីហ្នឹងឯងហើយក៏មានលំហាត់សិប្បកម្ម3 4អីពី3ឲ្យចូលមកដែរនៅក្នុងគណិតវិទ្យាហ្នឹងហើយដល់ចំណុចចុងក្រោយយើងចូលមកដល់ភាសាបរទេសគឺយើងប្រឡងភាសាអង់គ្លេសហើយចំណុចភាសាអង់គ្លេសខ្ញុំគិតថាវាអត់សូវបាក់ទេដោយសារតែវាមានពាក្យយើងត្រូវដំបូងហ្នឹងអាចថាវាមានពាក្យបច្ចេកទេសធនាគារតិចតួចហើយវាមានបំពេញ article អីដែរអញ្ចឹងហើយយើងមើលទាំងអស់ទៅនិយាយរួមខ្ញុំធ្វើតាមអីដែលខ្ញុំចេះទេដោយសារខ្ញុំអត់សូវប៉ាកែអង់គ្លេសដែរហើយអ្នកទាំងអស់គ្នាដែលចូលមកវិទ្យាស្ថានខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចចេះអង់គ្លេសបានគ្រាន់ហើយណាមួយបន្ទុកអង់គ្លេសវាច្រើនដែរតែក៏វាមិនមែនថាយើងចេះតែអង់គ្លេសអត់ចេះផ្សេងវាអាចហានិភ័យដែរអញ្ចឹងយើងត្រូវធ្វើទាំង3ទៅធ្វើឲ្យអស់ពីលទ្ធភាព3យើងហើយមួយទៀតចុងក្រោយយើងនិយាយពីយើងត្រូវតែគោរពលក្ខន្តិកៈរបស់សាលាដោយយើងទៅឲ្យទាន់ម៉ោងយើងមានវត្តមានក្នុងការប្រឡងទៅយើងអាចសង្ឃឹមជាប់ហើយយើងកុំឲ្យធ្វើខុសពីអីដែលគេប្រាប់ខុសលក្ខន្តិកៈដូចការយើងប្រឡងអញ្ចឹងกระดาษដូចគ្នារបៀបថាយើងគូពីអីអញ្ចឹងសញ្ញាសម្គាល់អីក៏គេអត់ឲ្យមានដែរដូចគ្នាអញ្ចឹងហើយខ្ញុំគាត់ថាវាស្រួលជាងងាយជាងបាក់ឌុបតែខ្ញុំក៏ភ័យជាងបាក់ឌុបដែរដោយសារយើងអត់ដឹងចម្លើយទេបាក់ឌុបយើងឃើញចម្លើយអញ្ចឹងហើយក៏ខ្ញុំសូមជូនពរដល់បងប្អូនដែលប្រឡងបាក់ឌុបសូមឲ្យប្រឡងជាប់បាននីតិល្អហើយពេលជាប់បាននីតិល្អហើយមកចូលប្រឡងនៅវិទ្យាស្ថានដែលមានបំណងចង់ប្រឡងនៅវិទ្យាស្ថានពេលចូលប្រឡងហ្នឹងសូមឲ្យជាប់តាមបំណងប្រាថ្នាហើយយើងខ្លាចជាសិស្សប្អូនសិស្សច្បងគ្នានៅក្នុងវិទ្យាស្ថានអរគុណ